សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ចេញឡង2ហើយនេះគឺជាវីដេអូទី1សម្រាប់ Channel របស់យើងហើយរឿងរ៉ាវរបស់យើងនៅថ្ងៃនេះគឺនិយាយអំពីបងស្រីម្នាក់ដែលគាត់បានឡើងមកពីខេត្តហើយគាត់ក៏បានជួបបន្ទប់ស្នាក់នៅដែលគាត់ថានៅក្នុងបន្ទប់ដែលគាត់ស្នាក់នៅហ្នឹងគឺគាត់បានជួបហេតុការណ៍ដ៏រន្ធត់នឹងរឿងដែលគួរឲ្យខ្លាចខ្លាំងមែនទែនហើយហេតុការណ៍នីមួយៗហ្នឹងវាពិតជាសាហាវនិងគួរឲ្យខ្លាចខ្លាំងមែនទែនហើយហេតុការណ៍នោះផងដែរធ្វើឲ្យគាត់នឹងវិសនឹងបាត់បង់ជីវិតអញ្ចឹងចង់ដឹងថាហេតុការណ៍ដែលគាត់បានជួបនៅក្នុងបន្ទប់នោះវាមានហេតុការណ៍អ្វីខ្លះអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាហើយមានក៏សូមឲ្យបងប្អូនទាំងអស់គ្នាដែលបានមកស្ដាប់សាច់រឿងរបស់យើងកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងដល់ Channel មានម្នាក់មួយផងតោះអញ្ចឹងយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាដែលរឿងរ៉ាវរបស់យើងថ្ងៃនេះគឺជារឿងរ៉ាវរបស់បងស្រីម្នាក់ដែលគាត់បានចែករំលែកហើយគាត់ក៏សូមមិនបញ្ចេញឈ្មោះនោះទេអញ្ចឹងadminក៏សូមដាក់ឈ្មោះគាត់ថាបងពិសីហើយរឿងនឹងផងដែរគឺវាបានកើតឡើងកាលពីឆ្នាំ2020អញ្ចឹងសាច់រឿងដែលគាត់បានជួបនឹងគឺវាទើបតែកើតឡើងនៅពេលថ្មីនេះដែរទេវាគឺជារឿងថ្មីណាដែលបងពិសីគាត់គឺជាអ្នករស់នៅក្នុងខេត្តមួយហើយគាត់នឹងក៏បានឡើងមកទីក្រុងភ្នំពេញដើម្បីរកការងារធ្វើហើយនៅពេលដែលគាត់រកការងារបានធ្វើហ្នឹងតបមកបងពិសីហ្នឹងគាត់ក៏បានជួលផ្ទះគេមកកន្លែងដែលនៅក្បែរកន្លែងធ្វើការរបស់គាត់ហើយគាត់ថាផ្ទះជួលដែលគាត់បានជួលហ្នឹងគឺនៅកណ្ដាលទីក្រុងភ្នំពេញហើយកន្លែងហ្នឹងគឺជាអគារចាស់ផងដែរដោយគាត់ថានៅក្នុងបន្ទប់ជួលរបស់គាត់ហ្នឹងគឺគាត់នឹងមិនមែនស្នាក់នៅតែម្នាក់ឯងនោះទេដោយគាត់ស្នាក់នៅជាមួយនឹងបងប្អូនជីដូនមួយរបស់គាត់នឹង2នាក់ទៀតដែលមានស្រីម្នាក់និងប្រុសម្នាក់ចំណែកបន្ទប់ដែលគាត់បានជួលហ្នឹងគឺវាស្ថិតនៅជាន់ខាងក្រោមហើយគាត់ថាបន្ទប់ដែលគាត់ជួលហ្នឹងគឺវាមានទំហំតូចខ្លាំងមែនទែនហើយនៅក្នុងបន្ទប់ហ្នឹងទៀតសោតហ្នឹងគឺវាពិតជាល្ងឹតដែលគួរឲ្យខ្លាចហើយគាត់ថាតាមផ្លូវដែលចូលទៅក្នុងបន្ទប់ហ្នឹងគឺវាមានសភាពចង្អៀតវាមិនសូវជាច្រកចូលហ្នឹងផ្លូវដើរហ្នឹងគឺវារាងតូចណាហើយវាពិបាកខ្លាំងមែនតើហើយតាមផ្លូវហ្នឹងទៀតសោតហ្នឹងគឺវាមិនមានអំពូលដែលដាក់នៅតាមផ្លូវនោះទេហើយគាត់ថាម្ចាស់ផ្ទះដែលបានជួលផ្ទះឲ្យគាត់ស្នាក់នៅហ្នឹងគាត់ថាដូចជាម្ចាស់ផ្ទះហ្នឹងដូចថាគាត់គំរិះមិនសូវជាចង់ដាក់ភ្លើងដាក់អីច្រើននោះទេហើយម្យ៉ាងទៀតគាត់ថាបន្ទប់ទឹកផងដែរហ្នឹងគឺជាបន្ទប់ទឹករួមដោយគាត់ថាបន្ទប់ទឹកហ្នឹងគឺវាមានចម្ងាយឆ្ងាយពីកន្លែងបន្ទប់ដែលគាត់ជួលហ្នឹងប្រហែលជា20ម៉ែត្រហើយគាត់ថាបន្ទប់ទឹកហ្នឹងផងដែរគឺម្ចាស់ផ្ទះគេហ្នឹងគឺគេដាក់ជាលក្ខណៈអំពូលពណ៌លឿងហើយគាត់ថាភ្លើងហ្នឹងគឺវាមិនសូវជាភ្លឺដូចជាភ្លើងយើងពណ៌សនោះទេរបៀបថាភ្លើងហ្នឹងវាភ្លឺតិចខ្លាំងមែនតើបន្តមកទៀតបងពិសីគាត់បាននិយាយថាដោយសារតែបន្ទប់ដែលគាត់បានជួលហ្នឹងគឺវាស្ថិតនៅខាងជាន់ផ្នែកខាងក្រោមហើយគាត់ក៏វារៀងងាយស្រួលចេញចូលដែរពីព្រោះដោយសារតែកន្លែងការងាររបស់គាត់នៅចិត្តកន្លែងហ្នឹងគឺគាត់អត់សូវចង់ជួលបន្ទប់ដែលនៅជាន់ខាងលើនោះទេព្រោះដោយសារតែនៅជាន់ខាងលើយើងដឹងស្រាប់ហើយពុកម៉ែបងប្អូនវាពិបាកនឹងដើរចេញចូលខ្លាំងមែនទែនហើយណាមួយទៅយើងឡើងចុះហ្នឹងក៏វាត្រូវការចំណាយពេលច្រើនហើយក៏វាចាយកម្លាំងច្រើនទៀតអញ្ចឹងគាត់ក៏សម្រេចចិត្តថាជួលបន្ទប់នៅផ្នែកខាងក្រោមហ្នឹងទៅហើយនៅពេលដែលគាត់បានចូលទៅនៅក្នុងបន្ទប់ហ្នឹងបងពិសីគាត់ថាគឺគាត់រៀងមានអារម្មណ៍ថាដូចរៀងព្រឺរៀងមានអារម្មណ៍ចម្លែកដែរហើយគាត់ក៏បានចូលទៅក្នុងបន្ទប់ហ្នឹងគាត់ក៏បានទិញផ្លែឈើហ្នឹងដើម្បីដាក់ខ្សែនៅក្នុងបន្ទប់ដែលគាត់បានជួលហ្នឹងប៉ុន្តែនៅពេលដែលគាត់បានចូលទៅក្នុងបន្ទប់ហ្នឹងគាត់បានឃើញនៅកន្លែងក្នុងបន្ទប់ហ្នឹងគឺមានគេដាក់កន្លែងហឹងមួយដែលកន្លែងហឹងហ្នឹងគឺមានកំប៉ុងជើងធូបហើយនៅលើកន្លែងហឹងហ្នឹងផងដែរគឺមានចានមួយហើយនៅលើចានហ្នឹងគឺមានសក់ដែលគាត់ថាសក់ហ្នឹងគឺរាងវែងខ្លាំងមែនតើហើយគាត់ថាវាពិតជារឿងចម្លែកខ្លាំងមែនតើដោយនៅក្នុងបន្ទប់ជួលហ្នឹងបែរទៅជាមានសក់នៅលើកន្លែងហឹងហ្នឹងទៅវិញបន្តមកទៀតនៅពេលដែលគាត់បានរស់នៅក្នុងបន្ទប់ហ្នឹងបានប្រហែលជា 2-3 ថ្ងៃហ្នឹងពួកគាត់ហ្នឹងក៏អត់ដែរបានជួបរឿងឬក៏ហេតុការណ៍ចម្លែកនៅក្នុងបន្ទប់ហ្នឹងនោះដែរដោយពួកគាត់ហ្នឹងម្នាក់បងពិសីហ្នឹងគាត់ទៅធ្វើការងាររបស់គាត់ហើយនឹងបងប្អូនជីដូនមួយរបស់គាត់ហ្នឹងក៏ពួកគាត់ហ្នឹងទៅធ្វើការងាររបស់ពួកគាត់ដែរហើយគាត់ថា 2-3 ថ្ងៃដំបូងហ្នឹងគឺអត់មានរឿងអីកើតឡើងទៅលើពួកគាត់នោះទេក្រោយមកទៀតបងពិសីគាត់បាននិយាយទៀតថាបងប្អូនជីដូនមួយរបស់គាត់2នាក់ហ្នឹង
ពួកគាត់ហ្នឹងគឺមានការងារដែលត្រូវចាំបាច់ត្រូវទៅស្រុករយៈពេលប្រហែលជា3ថ្ងៃបានបងប្អូនចដូនមួយរបស់គាត់ហ្នឹងត្រឡប់មកវិញអញ្ចឹងនៅក្នុងបន្ទប់ជួលរបស់បងវិស័យហ្នឹងគឺមានតែគាត់ហ្នឹងស្នាក់នៅក្នុងបន្ទប់ហ្នឹងតែម្នាក់ឯងនោះទេហើយនៅយប់ថ្ងៃទី1ហ្នឹងផងដែរហ្នឹងបងវិស័យគាត់បាននិយាយថានៅពេលដែលគាត់បានចេញមកពីការងាររបស់គាត់ហ្នឹងគាត់ថាម៉ោងប្រហែលជា8គាត់មកដល់កន្លែងបន្ទប់ជួលរបស់គាត់ហ្នឹងគាត់ក៏បានរៀបចំមួយទឹកហូបបាយហូបអីហើយហ្នឹងគាត់ក៏បានដេកចុចទូរស័ព្ទនៅក្នុងបន្ទប់ជួលហ្នឹងក្រោយមកទៀតគាត់ថាចុចលេងទូរស័ព្ទចុចឡើងប្រហែលជាម៉ោង10កន្លះយប់បងពិសេសក៏គាត់រៀងមានអារម្មណ៍ថារៀងល្ងួយដេកខ្លះដែរហើយបងពិសេសគាត់ក៏បានបិទភ្លើងនៅក្នុងបន្ទប់របស់គាត់ហ្នឹងប៉ុន្តែគាត់ថានៅពេលដែលគាត់បានដេកនៅលើខេហ្នឹងណាគឺគាត់មិនទាន់ជាដេកលក់នៅឡើយទេរបៀបថាគាត់ដេកទៅវារៀងស្ទើរលក់ស្ទើរអត់បន្តិចអញ្ចឹងក៏គាត់ចេះតែព្យាយាមដេកទៅស្រាប់តែពេលហ្នឹងបងពិសេសគាត់បាននិយាយថាគឺគាត់បានឃើញស្មៅដូចថាស្មៅស្ទង់មនុស្សស្រីពុកម៉ែបងប្អូនគឺបានដើរនៅក្រោមកន្លែងចុងជើងដែលគាត់បានដេកហ្នឹងគាត់ថាស្មៅហ្នឹងគឺជាស្មៅមនុស្សស្រីហើយសក់វាឡើងវែងឡើងដល់ដីពុកម៉ែបងប្អូនគឺគួរឲ្យខ្លាចខ្លាំងមែនតើហើយពេលហ្នឹងបងពិសេសគឺគាត់លក្ខណៈថាគាត់បើកភ្នែកមើលរៀងតិចហើយគាត់ថាគឺជាស្មៅមនុស្សស្រីដែលបានដើរនៅកន្លែងចុងជើងនៅក្នុងបន្ទប់របស់គាត់ហើយគាត់ថាស្មៅហ្នឹងគឺវាដើរទៅដើរមកនៅជុំវិញកន្លែងខែរបស់គាត់កំពុងតែដេកហ្នឹងបន្ទាប់មកទៀតគាត់ថាស្មៅមនុស្សស្រីហ្នឹងស្រាប់តែវាមកអង្គុយកន្លែងចុងជើងរបស់បងវិស័យដែលគាត់កំពុងតែដេកពេលហ្នឹងបងវិស័យគាត់ពិតជាមានអារម្មណ៍ថាខ្លាចខ្លាំងមែនទែនហើយគាត់អត់ហ៊ានបើកភ្នែកមើលនោះទេហើយគាត់ថាស្មៅមនុស្សស្រីជាខ្មោចហ្នឹងគឺវាបានមកអង្គុយកន្លែងចុងជើងគាត់ហើយគឺវាបានយំលក្ខណៈថាគឺដូចថាគាត់ពិបាកចិត្តរឿងអីមួយម្យ៉ាងអញ្ចឹងណាបងប្អូនប៉ុន្តែគាត់ថាស្មៅមនុស្សស្រីម្នាក់ហ្នឹងគឺគាត់នឹងអត់បានធ្វើអីមកលើបងពិសេសនោះទេប៉ុន្តែគាត់ថារហូតដល់ស្អែកឡើងហ្នឹងបងពិសេសគាត់ក៏អត់បានយករឿងដែលគាត់បានជួបហ្នឹងយកទៅនិយាយប្រាប់បងប្អូនចំនួនមួយរបស់គាត់ហើយគាត់ហ្នឹងក៏អត់បានទៅនិយាយប្រាប់អ្នកកន្លែងធ្វើការរបស់គាត់ដែរហើយគាត់ក៏អត់លក្ខណៈថាគាត់អត់បានហៅមិត្តភ័ក្តិគាត់ហ្នឹងមកដេកជាមួយក្នុងបន្ទប់របស់គាត់ដែរពីរបៀបថាគាត់គិតថាវាមិនអីអញ្ចឹងណាអញ្ចឹងនៅយប់ទី2បងវិស័យនៅពេលដែលគាត់បានត្រឡប់មកពីកន្លែងការងាររបស់គាត់ក៏មកដល់កន្លែងបន្ទប់ហ្នឹងវិញហើយគាត់ថានៅពេលដែលគាត់បានចូលទៅកន្លែងគេងហ្នឹងគាត់ថាគឺបានឃើញស្មៅមនុស្សស្រីហ្នឹងទៀតហើយគឺវាបានដើរនៅកន្លែងចុងជើងរបស់គាត់ហ្នឹងដើរទៅដើរមកហើយវាបានមកអង្គុយកន្លែងក្បែរជើងរបស់គាត់ហើយគាត់ថាសក់វាគឺធ្លាក់ដល់ដីហ្មងបងប្អូនគឺវែងខ្លាំងមែនទែនប៉ុន្តែគាត់ថាអត់បានឃើញមុខខ្មោចស្រីម្នាក់ហ្នឹងនោះទេហើយវាបាននឹងអង្គុយយំពិបាកចិត្តរៀបរាប់នោះគាត់ថាប្រហែលជា2-3យប់ណាបងប្អូនគឺគាត់ជួបរឿងអញ្ចឹងដដែលរហូតក្រោយមកទៀតបងប្អូនចដូនមួយរបស់គាត់ហ្នឹងក៏បានត្រឡប់មកពីខាងស្រុកកំណើតរបស់គាត់វិញហើយបងវិស័យគាត់ក៏បានយករឿងដែលគាត់បានជួបនៅក្នុងបន្ទប់ហ្នឹងយកទៅនិយាយប្រាប់បងប្អូនចដូនមួយរបស់គាត់បញ្ជាក់បន្តិចបងប្អូនចដូនមួយរបស់គាត់ម្នាក់ហ្នឹងដែលជាប្រុសហ្នឹងគាត់ថាពីមុនហ្នឹងគឺធ្លាប់បួសរៀនជាលោកអីដែរហើយណាមួយទៅគាត់ក៏រៀងចេះធម៌ចេះបាលីអីខ្លះអញ្ចឹងទៅហើយបងប្អូនចំនួនមួយរបស់គាត់ហ្នឹងក៏បាននិយាយមកកាន់បងពិសីវិញដែរថាគាត់ហ្នឹងក៏ដឹងដែរប៉ុន្តែគាត់អត់ហ៊ាននិយាយប្រាប់បងពិសីដោយខ្លាចថាពេលដែលនិយាយទៅគឺគាត់មានអារម្មណ៍រត់តែខ្លាចលើសដើមហើយណាមួយទៀតគឺគាត់ដឹងរឿងហ្នឹងតាំងដំបូងនៅពេលដែលគាត់ហ្នឹងបានចូលដល់ក្នុងបន្ទប់ហ្នឹងម្លេះក្រោយមកពួកគាត់ទាំង3នាក់ក៏និយាយជាមួយគ្នាហ្នឹងណាពួកគាត់របៀបថាគាត់ជជែកគ្នាថាស្អែកឡើងពួកគាត់ហ្នឹងនឹងដូរបន្ទប់ដើម្បីទៅនៅក្នុងបន្ទប់ថ្មីផ្សេងទៀតប៉ុន្តែបន្ទាប់ពីពួកគាត់និយាយជជែកគ្នាថានឹងដូរបន្ទប់ថាទៅនៅបន្ទប់ថ្មីហ្នឹងហើយស្រាប់ថាប្រហែលជាបាន10នាទីពេលហ្នឹងស្រាប់តែដាច់ភ្លើងនៅក្នុងបន្ទប់របស់គាត់ថាល្ងឹតឈឹងខ្លាំងមែនតើនិយាយទៅវាគួរឲ្យចម្លែកមែនតើបងប្អូនដែលគាត់ថាគឺមានតែបន្ទប់គាត់នោះទេដែលដាច់ភ្លើងចំណែកបន្ទប់ដែលនៅក្បែររបស់គាត់ហ្នឹងគឺមានភ្លើងធម្មតានោះទេហើយចំណែកនៅក្នុងបន្ទប់ទឹកហ្នឹងផងដែរក៏វាមានភ្លើងមានអីធម្មតានិយាយទៅដាច់ភ្លើងហ្នឹងគឺដាច់តែនៅក្នុងបន្ទប់របស់បងវិស័យតែម្នាក់គត់បន្ទាប់មកទៀតនៅពេលហ្នឹងបងវិស័យគាត់ក៏ទៅបន្ទប់ទឹកដើម្បីទៅមួយទឹកមួយអីហ្នឹងគាត់ថាតាមផ្លូវដែលដើរទៅហ្នឹងតតែយកទូរស័ព្ទទៅចុចបើកភ្លើងផ្លាស់ហ្នឹងមើលណាបានអាចមើលផ្លូវមើលអីឃើញព្រោះដោយសារតាមផ្លូវដែលគាត់ទៅបន្ទប់ទឹកហ្នឹងវាមានសភាពតូចហើយល្ងឹតឈឹងអញ្ចឹងតត្រូវការមានភ្លើង7ឬក៏
បើកភ្លើងផ្លាស់ភ្លើងអីហ្នឹងបានអាចយកដើរទៅឃើញអញ្ចឹងនៅពេលដែលបងបិសីហ្នឹងគាត់បានមួយទឹកមួយអីហើយហ្នឹងគាត់ក៏បានចេញពីបន្ទប់ទឹកបំរុងថានឹងដើរមកបន្ទប់ដែលគាត់សម្រាប់ហ្នឹងវិញណាស្រាប់តែគាត់បានដើរម្ដងកណ្ដាលផ្លូវបងប្អូនគាត់ថាគឺគាត់បានឃើញស្រមោលមនុស្សស្រីដែលស្រមោលហ្នឹងគឺជាស្រមោលដែលនៅក្នុងបន្ទប់របស់គាត់ដែលគាត់បានឃើញហ្នឹងពីមុនណាហើយគាត់ថាស្រមោលមនុស្សស្រីហ្នឹងដំបូងហ្នឹងគឺឈរបែរខ្នងដាក់គាត់នោះទេស្រាប់តែមកស្ទុះក្រោយមកហ្នឹងណាពេលដែលគាត់បានឃើញស្រមោលហ្នឹងបងវិស័យក៏គាត់របៀបថាគាត់មានអារម្មណ៍ភ័យហើយខ្លាចខ្លាំងមែនទែនហើយពេលហ្នឹងបងវិស័យគាត់ឡើងគាំងគឺគាត់កម្រើកដៃកម្រើកជើងអត់រួចនោះទេបន្ទាប់មកទៀតគាត់ថាស្រមោលខ្មោចមនុស្សស្រីហ្នឹងវាបានបែរមកកាន់មុខបងវិស័យហើយគាត់ថាខ្មោចស្រីម្នាក់ហ្នឹងគឺបានចង្អុលមកកាន់បងវិស័យហើយវាអត់និយាយនោះទេពេលហ្នឹងបងវិស័យគាត់ឃើញគាត់និយាយក៏អត់ចេញកម្រើកក៏កម្រើកអត់រួចពេលហ្នឹងបងវិស័យគឺវេទនាខ្លាំងមែនទែនដោយហេតុថាគាត់ចង់ស្រែកប្រាប់បងប្អូនចដូនមួយរបស់គាត់ហ្នឹងហៅមកហ្នឹងក៏ហៅមិនបានព្រោះដោយសារតែគាត់រៀងស្លន់គាត់ភ័យខ្លាចខ្លាំងពេកក្រោយមកទៀតបងប្អូនចដូនមួយរបស់គាត់ហ្នឹងក៏គាត់ឃើញបងវិស័យហ្នឹងដើរនៅកន្លែងតាមផ្លូវដែលចូលមកបន្ទប់ហ្នឹងណាពេលហ្នឹងគាត់ក៏ឆ្ងល់ថាហេតុអីបានប្អូនចដូនមួយរបស់គាត់ហ្នឹងឈរនៅនឹងឡើងគាំងមកស្ទុះអញ្ចឹងគាត់ក៏បានដើរទៅចិត្តកន្លែងបងពិសេសគាត់កំពុងតែឈរប៉ុន្តែដែលបងប្អូនចដូនមួយរបស់គាត់បានដើរទៅហ្នឹងគឺគាត់អត់បានឃើញស្រមោលខ្មោចមនុស្សស្រីហ្នឹងនោះទេដែលគាត់ឃើញតែបងពិសេសហ្នឹងគឺគាត់ឈរនៅឡើងស្ងៀមនៅតាមផ្លូវហ្នឹងតែម្ដងហើយគាត់ថានៅពេលហ្នឹងគាត់ហៅដែរប៉ុន្តែបងពិសេសគឺគាត់អត់កម្រើកនោះទេតគាត់យកដៃគាត់ហ្នឹងយកទៅចាប់ដៃរបស់បងពិសេសរួនណាបានគាត់ហ្នឹងរៀងកម្រើកបានមកវិញបន្ទាប់មកបងពិសេសគាត់ក៏បានយករឿងដែលគាត់បានជួបមិញហ្នឹងយកប្រាប់បងចដូនមួយរបស់គាត់ទៀតដែរអញ្ចឹងដល់ពេលអញ្ចឹងបងចដូនមួយរបស់គាត់ដឹងអញ្ចឹងគាត់ក៏បានយកទឹកយកអីហ្នឹងដើម្បីកោទឹកកោអីហ្នឹងឲ្យប្អូនចដូនមួយរបស់គាត់ព្រោះដោយសារតែពីមុនឡើយគឺគាត់ធ្លាប់បួសរៀនបួសអីខ្លះដែរអញ្ចឹងគឺគាត់ដឹងពីវិធីហ្នឹងខ្លះប៉ុន្តែគ្រាន់តែគាត់ហ្នឹងក៏មិនសូវជាពូកែណាដែរគ្រាន់តែគាត់ដឹងត្រួសខ្លះអាចថាមកអាចដោះឲ្យប្អូនគាត់ហ្នឹងរៀងមានអារម្មណ៍រៀងធូរស្បើយបានមួយរយៈក្រោយមកទៀតបងពិសីហ្នឹងគឺគាត់ហ្នឹងគឺត្រូវបានបងប្អូនចដូនមួយរបស់គាត់ហ្នឹងនាំគាត់ហ្នឹងទៅស្រុកដើម្បីឲ្យម៉ាក់របស់គាត់ហ្នឹងជួយឲ្យមើលថាតើគាត់ហ្នឹងមានបញ្ហាអីមែនអញ្ចឹងទៅអញ្ចឹងនៅពេលដែលគាត់ត្រឡប់ដល់ស្រុករបស់គាត់វិញហ្នឹងណាចាស់ដែលនៅក្នុងស្រុករបស់គាត់ហ្នឹងគឺម៉ាក់របស់គាត់បាននាំទៅកន្លែងគ្រូមួយហើយគ្រូហ្នឹងគាត់ថាបងពិសីហ្នឹងគឺគាត់ហ្នឹងជន់របៀបថាជន់ពេគេជន់អីចឹងទៅប៉ុន្តែពេលហ្នឹងបងពិសីគាត់បានបញ្ជាក់ប្រាប់ថាគឺគាត់អត់បានជន់ពេអីពីណាគេអីទាំងអស់និយាយទៅគឺគាត់អត់មានបានជន់នោះទេអញ្ចឹងនៅពេលដែលបងពិសីទៅស្រុកហ្នឹងគាត់ថាម៉ាក់គាត់ហ្នឹងបានមើលថែបងពិសីខ្លាំងមែនទែនព្រោះដោយសារតែពេលហ្នឹងបងពិសីគឺគាត់ភ័យខ្លាចដល់ថ្នាក់គាត់ឡើងឈឺហើយគាត់ឡើងជ្រុះសក់និយាយទៅគាត់ថាឡើងពេលហ្នឹងគឺអាណិតបងពិសីខ្លាំងមែនទែនហើយបងពិសីហ្នឹងផងដែរគឺគាត់ថាក្រោយពីគាត់បានឃើញហេតុការណ៍ហ្នឹងគឺគាត់ភ័យខ្លាចខ្លាំងមែនទែនបន្ទាប់មកទៀតបងប្អូនចដូនមួយស្រីរបស់គាត់ហ្នឹងក៏បានទៅកន្លែងផ្ទះជួលដែលគាត់បានជួលនៅហ្នឹងគាត់ក៏បានទៅសួរអ្នកចិត្តខាងនៅក្បែរកន្លែងហ្នឹងដែលគេជាអ្នកលក់ចាប់ហួយនៅក្បែរកន្លែងហ្នឹងក្រោយមកអ៊ីលក់ចាប់ហួយហ្នឹងក៏បានប្រាប់បងប្អូនចដូនមួយស្រីរបស់គាត់ហ្នឹងគាត់ថានៅក្នុងបន្ទប់ហ្នឹងពីមុនគឺធ្លាប់មានសង្សារដែលពួកគាត់ហ្នឹងរស់នៅនឹងពីមុនហើយគាត់ថាមនុស្សស្រីម្នាក់ហ្នឹងគឺជាក្មេងនោះទេហើយក្មេងស្រីម្នាក់ហ្នឹងគឺគាត់ធ្លាប់ឡើងមកពីខេត្តហើយគាត់ហ្នឹងគឺមកស្នាក់នៅបន្ទប់ហ្នឹងហើយគឺនៅជាមួយសង្សារអញ្ចឹងទៅហើយគាត់ថាក្មេងស្រីម្នាក់ហ្នឹងគឺនៅក្មេងខ្លាំងមែនតើប៉ុន្តែដោយសារតែក្មេងស្រីម្នាក់ហ្នឹងគឺមានរូបសម្បត្តិស្រស់ស្អាតហើយម្យ៉ាងទៀតគឺគាត់មានសង្សារនៅជាមួយអញ្ចឹងពួកគាត់ហ្នឹងក៏របៀបថាជ្រុលខ្លួនប្រាណអីជាមួយគ្នាដល់ថ្នាក់ដល់មានកូនអីចឹងទៅសង្សារហ្នឹងក៏វាដឹងថាសង្សារស្រីម្នាក់ហ្នឹងមានកូនវាក៏បានរត់ចេញពីបន្ទប់ជួលហ្នឹងហើយទុកឲ្យក្មេងស្រីម្នាក់ហ្នឹងនៅតែម្នាក់ឯងអញ្ចឹងនៅពេលហ្នឹងក្មេងស្រីម្នាក់ហ្នឹងគាត់ថាវាពិបាកចិត្តខ្លាំងពេកពេលហ្នឹងមានកូនមានអីផងវាក៏បានសម្រេចចិត្តថាចងកសម្រាប់ខ្លួននៅក្នុងបន្ទប់ដែលគាត់បានជួលហ្នឹងហើយគាត់ថាក្មេងស្រីហ្នឹងគឺគាត់ហ្នឹងមានសក់វែងខ្លាំងមែនតើនិយាយទៅគាត់ថាក្មេងៗដែលដូចថាបានស្លាប់ដោយសារចងកហ្នឹងគឺរបៀបថាជាក្មេងដែល
hiện nơi than nơi chay nơi ấy chẳng hay chạm miên snai ha nắng cứ ban chuột ở trôi luôn đó là miên câu chẳng tới có khâu chật năng rương sang xa hột trao hay có miên câu mấy ấy tiết có sầm lại chật tha tròn có sầm lạp luôn được nông và tục để quạt ban chua năng chẳng bỏ mà rương bom bị xây để quạt nơi sọc cầm nào đã bỏ quạt bên quạt tha và to bị quạt ở ban ở tơ sọc năng hái quạt từ ban ở oi khủ mơ năng mùi tiết nắng cứ mưa trời quạt có ban từ cái lạnh khủ mới tiết có ban mơ tha bom bị xây nắng cứ thử cái lại như cái lại sạn nơi bỏ quạt nắng cứ miên kê ở bậc can miên kê ấy còn chẳng hái cứ kê vợ ba quạt khăng mền tên hay có tha cầm lông pe để quạt sạn nơi khai nơi sọc đã bỏ quạt nữa oi tập pe giúp láng bom mềm phồn cứ tay tại miền sky lu chia bạch trăm hay có tha nơi có bay ở cái lại tia để quạt đun nơi nữa cứ nẹp tép đại nơi chất quạt nữa cứ kê ban khơi thả phượng đôi là biết thả phượng bỏ khiêu po em vàng cứ ho cắt chung quanh te quạt nó pi 7 tháng ngày hay có tha ở phượng nó phong đá cứ hiện oi tại giúp trời nó cứ việc đang tạt ho mau ấy và to mà tiết nó pe để quạt từ mơ cái lại anh khủ ở mà nẹt môi tiết nữa khủ nẹt môi tiết nó cứ ban để tha bom bị xây nó cứ kê bạc can gây chẳng từ để xa tài ở quạt từ cái lại nặng nơi cái lại te kê nó cứ quạt ót che ở sông cái lại kê nặng nơi thầm thở núi tê hai pe nó kê bạc can kê ở bằng quạt nó ở tinh mon là biệt tham mon xóa hay mon xóa nó cứ mon ở dương vô chơi mà đặt ở đào bia chẳng từ hay dương thoai kê hay thoai nó phong đá cứ vô tờ thoai nó đo cái lại một tụt nâng tay mà đòn bàn kê prom pe nó mạ bo bong bị xây nó quạt của bàn lang bị khẹt bỏ quạt nó tờ đo và tụt nó hay điệp trong thoai nó ai kê từ bàn ở quạt tha khỏi bị thoai cái lại nó ai kê rụi róa hay hai giờ ban ở mặt tết biệt tết nó từ bong bị xây nó quạt hiện mẹ làm tha quạt hiện cron ba chữ môn tái akara đại quạt ở thầy khai nhẫn cứ vì mình toàn bật bong ở rồi rồi tê đòi còn tha vì nơi hiện cron ba chieng p mình môn còn tai p khá bong bị xây quạt tha nó p đại quạt ở nơi tê bỏ quạt nó p giúp la nó cứ quạt hiện nhẹ đom để xa tài p khá nó quạt khơi mặt bỏ quạt nó lang mau bị khang ở mũi tắc nơi ở khang khom hay mạ bỏ quạt nó là biệt tha quạt trong pung lang mau chẳng tứ có quạt hiện mẹ làm tha đối diện khơi màu stung để quạt ở thọ ban chuột nơi ở không vật tục để quạt ban chuột nữa cứ quạt hiện nhẹ đòn chẳng rương ra để bong bị xây quạt ban chuột nó cứ miên tập ban năng nô tê hệ miên co sừng khăm tha bong mai bong bong để ở nơi nó bên trên nơi ở sạch rương là bỏ quạt hai cái xôm ở con đò bọc mai bong bong để ở nia để không chậm này pe đám sạch rương là bỏ dương nó tăng bị đau một hôm rồi ti bình chọp 2% បើអេដមីននិយាយទៅប្រើពាក្យពេចន៍មិនសមរម្យឬក៏លើសលួសត្រង់ចំណុចណាមួយសូមពុកម៉ែបងប្អូនទាំងអស់គ្នានឹងខន្តីអភ័យទោសមកដល់មានផងហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូរបស់ admin កុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងដល់ Channel admin ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូរបស់យើងបន្តទៀតហើយជាចុងក្រោយadmin មានតែពាក្យថាអរគុណដល់បងប្អូនទាំងអស់គ្នាជូនពរដល់បងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អហើយរឿងរ៉ាវរបស់យើងនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងនោះទេជួបគ្នានៅវីដេអូបន្ទាប់បាយបាយ